ដើម្បីការពីអាហារដែលក្រុមខំប្រឹងរកបានស្ដេចចចកត្រូវបានវាយប្រហារដោយខ្លាឃ្មុំពណ៌ត្នោតធ្វើឲ្យបាក់ឆ្អឹងខ្នងពេលដែលមើលឃើញដៃគូរបស់នាងធ្លាក់នៅក្នុងថ្លុកឈាមបែបនេះពិភពលោករបស់នាងក៏បានរលំរលាយទៅផងដែរកែវភ្នែករបស់នាងបានបងវ៉ែទៅរកក្រុមដោយសេចក្តីអង្វរករក៏ប៉ុន្តែក៏ខ្សែភ្នែករបស់ពួកគេគឺមានតែច្បាប់តឹងរឹងនៃការរស់រានមានជីវិតតែប៉ុណ្ណោះនៅពេលដែលស្ដេចចចកដួលពួកគេក៏បានជ្រើសតាំងមេដឹកនាំថ្មីភ្លាមពួកវាក៏បានបោះបង់ស្ដេចចាស់ដែលកំពុងតែនឹងហៀបស្លាប់នេះចចកញីបានជ្រើសរើសលូនក្រាបនៅទីនោះនាងក៏បានដឹងថាការក្បត់ក្រុមគឺមានគ្រោះថ្នាក់បំផុតក៏ប៉ុន្តែដោយសារតែភក្តីភាពនិងសេចក្តីស្រឡាញ់របស់នាងគឺនាងលះបង់ជីវិតសម្រាប់តែគូស្នេហ៍របស់នាងប៉ុណ្ណោះនាងក៏បានដេកចុះយ៉ាងស្ងៀមស្ងាត់នៅក្បែរចចកឈ្មោលនៃគ្រាចុងក្រោយរបស់ស្ដេចចចកជីវិតសត្វចចកគឺទទួលស្គាល់ដៃគូតែមួយប៉ុណ្ណោះនៅក្នុងជីវិតរបស់ពួកវាខ្យល់ត្រជាក់ក៏បានបក់បោកនាំទាំងព្រិលមកផងប៉ុន្តែចចកញីនៅតែតស៊ូនៅក្បែរសាកសពដៃគូរបស់នាងរហូតមកដល់ថ្ងៃមួយនាងក៏មានអារម្មណ៍ថាហាក់ដូចមានជីវិតថ្មីគឺកំពុងតែកម្រើកនៅក្នុងពោះរបស់នាងនេះគឺជាឈាមតែមួយគត់ដែលដៃគូជាស្ដេចចចកបានបន្សល់ទុកនៅក្នុងពិភពលោកនេះគឺជាកម្លាំងដែលនឹងរុញច្រាននាងឲ្យក្រោកឈរឡើងដោយសម្លឹងមើលទៅគូស្នេហ៍របស់នាងរួចនាងក៏សម្រេចចិត្តថានឹងរស់នៅហើយសម្រាលកូនដែលបន្តឈាមដៃគូរបស់នាងទុកជាមរតកនៅលើផែនដីដើម្បីការពារកូនរបស់នាងពីស្ដេចចចកថ្មីនាងក៏បានបដិញ្ញាចិត្តចាកចេញពីទីនោះទៅទីឆ្ងាយនាងក៏បានក្រឡេកមើលស្ដេចចចកជាចុងក្រោយផងដែរបន្ទាប់មកនាងក៏រត់ចូលទៅក្នុងភ្នំព្រិលដ៏ធំល្វឹងល្វើយដើម្បីគេចចេញអំពីក្រុមចចកនាងចចកញីក៏បានឆ្លងកាត់ជួរភ្នំចោតដោយមិនដឹងថានាងកំពុងតែធ្វើដំណើរទៅទីណានោះទេប៉ុន្មានសប្តាហ៍បន្ទាប់មកនាងក៏បានឆ្លងកាត់ភ្នំត្រជាក់ប្រឈមមុខទៅនឹងការរអិលបាក់ដីហើយនាងក៏ព្យាយាមរត់អស់ចម្ងាយប្រមាណ100គីឡូម៉ែត្រនៅទីបំផុតនាងក៏បានទៅដល់កំពូលភ្នំដ៏ខ្ពស់បំផុតនៅអឺរ៉ុបគឺ Mount Blanc នៅក្នុងព្រៃជ្រៅនោះនាងក៏បានរកឃើញភ្នំដ៏ស្ងាត់ជ្រងំមួយនាងក៏សម្រាលកូនស្វាគមន៍ជីវិតថ្មីនិងក្តីសង្ឃឹមថ្មីសម្រាប់នាងហើយនិងកូនផងដែរ